99%នៃអ្នកទាំងអស់គ្នាគឺកំពុងតែបំផ្លាញសក់ខ្លួនឯងហោះទាំង4នេះអ្នកទាំងអស់គ្នាប្រហែលជាអត់ដឹងទេជាមួយការប្រើប្រាស់សាប៊ូនៅក្នុងបរិមាណច្រើនគិតថាជារឿងល្អអាចជួយទៅដល់សក់បានការប្រើសាប៊ូនៅក្នុងបរិមាណច្រើនមិនមានន័យថាធ្វើឲ្យសក់យើងមានសុខភាពល្អទេវាអាចធ្វើឲ្យស្បែកក្បាលស្ងួតបាត់បង់ប្រេងធម្មជាតិធ្វើឲ្យសក់ស្ងួតងាយបាក់ងាយចំពាក់ទី2កក់សក់ដែលប្រើកម្លាំងដៃខ្លាំងៗវាធ្វើឲ្យឫសសក់ខ្សោយនិងងាយជ្រុះទី3គឺការកក់សក់ញឹកញាប់ពេកស្បែកក្បាលយើងមានប្រេងធម្មជាតិការពារបើកក់ញឹកញាប់ពេកវាធ្វើឲ្យស្បែកក្បាលខ្សោយហើយធ្វើឲ្យឫសសក់ងាយជ្រុះចំហទី4មិនជ្រើសរើសសាប៊ូឲ្យសមនឹងប្រភេទសក់ប្រេងសក់ស្ងួតសក់ងាយជ្រុះអាចសាកជាមួយនឹង D សម្ភោបានដែលជាឯកទេសព្យាបាលបញ្ហាសក់ក្បាលចំណុចទាំង4ខាងលើតើមានចំណុចណាដែលអ្នកទាំងអស់គ្នាធ្វើខុសអត់កុំភ្លេច comment នៅខាងក្រោមមិនថាសក់របស់អ្នកទាំងអស់គ្នាត្រង់ឬវែងរួញឬខ្លីគឺវាមិនអាស្រ័យតែសំខាន់ឲ្យតែសក់យើងមានសុខភាពល្អនោះហើយគឺជាសក់ដែលស្អាតពិតប្រាកដហើយខ្ញុំសង្កេតឃើញថាសក់ខ្ញុំប៉ុន្មានថ្ងៃនេះគឺមានការស្ងួតខ្លាំងមែនទែនហើយខ្ញុំក៏សាកល្បងជាមួយនឹងសាប៊ូកក់សក់ D សម្ភោដែលមានឯកទេសនៅក្នុងការព្យាបាលសក់គ្រប់ប្រភេទឈប់ដាក់ស្តង់ដារខ្លួនឯងតាមរូបភាពអ៊ីនធឺណិតចាប់តាមថែរក្សាសក់ឲ្យមានសុខភាពល្អពីថ្ងៃនេះតទៅសក់ស្អាតមិនមែនតែត្រង់ទេអ្នកទាំងអស់គ្នាធ្លាប់ឃើញអត់នៅខាងអឺរ៉ុបមួយចំនួនគឺគេពេញនិយមទៅកាន់សក់ Kelly ឬមួយក៏សក់ដែលគេដៃខ្លាំងមែនទែនព្រោះសក់ស្អាតមិនមែនជាសក់ដែលត្រង់ទេតែជាសក់ដែលមានសុខភាពល្អនិងភាពជឿជាក់របស់យើងតែបើសិនមកថែរក្សាសក់ឲ្យកុំភ្លេចជាមួយនឹងការអបសក់ឲ្យសក់ខ្ញុំប្រើជាមួយនឹងសាប៊ូអបសក់ D សម្ភោតែប៉ុណ្នេះសក់នឹងមានសុខភាពល្អស្អាតយកទៅណាមិនអស់ហើយបើសិនមកពិបាកនៅក្នុងការជ្រើសរើសផលិតផលអាចសាកជាមួយនឹងសាប៊ូកក់សក់ D សម្ភោបាន